ស្ដីបងប្អូនវិលជួបជាមួយเพจរបស់ខ្ញុំទៀតហើយលន់ពិសិដ្ឋ Digital អញ្ចឹងមុននឹងបន្តមេរៀនបងប្អូនជួយ like ជួយ share ឲ្យខ្ញុំម្នាក់មួយផងជាពិសេសអ្នកដែលមិនទាន់ follow page របស់ខ្ញុំណាជួយ follow ម្នាក់មួយផងដើម្បីតាមដានវីដេអូថ្មីរបស់ខ្ញុំបាទហើយថ្ងៃនេះមិននាំចំណេះដឹងរបៀបបិទប្រទេសនៅក្នុង page របស់យើងបងប្អូននេះពិតជាសារៈសំខាន់មែនទែនជាពិសេសបងប្អូនដែលធ្វើ content យើងកំពុងតែមានបញ្ហានៅព្រំដែនអញ្ចឹងណាអញ្ចឹងយើងចង់បិទប្រទេសណាដែលយើងមិនចង់ឲ្យគេឃើញជាពិសេសដោយប្រទេសចោលសៀមអញ្ចឹងបងប្អូនអញ្ចឹងយើងចុចបិទវាទៅដើម្បីការពារเพจរបស់យើងកុំឲ្យមានបញ្ហាពេលគេ report អញ្ចឹងកុំឲ្យខាតពេលយូរមកតាមដានវីដេអូរបស់ខ្ញុំទាំងអស់គ្នាអញ្ចឹងយើងចូលទៅក្នុង Facebook យើងសិនមកបងប្អូនបន្ទាប់ពីយើងចូលក្នុង Facebook ហើយយើងចូល line 3ដើម្បីទៅ search រក page របស់យើងណាហើយយើងចុចសញ្ញាព្រួយមកបងប្អូនហើយនេះខ្ញុំយក page ខ្ញុំមួយនេះចុះហ្នឹងបន្ទាប់មកខ្ញុំចូល line 3ភាសាទៀតបងប្អូនចូល line 3បន្ទាប់មកយើងអូសឡើងលើបងប្អូនយើងយកពាក្យថា setting បងប្អូនបន្ទាប់ពីយកពាក្យ setting ហើយយើងយកពាក្យថា setting and privacy ហើយខ្ញុំពាក្យថា setting មួយទៀតបងប្អូនបាទបន្ទាប់ពីអញ្ចឹងហើយយើងអូសឡើងបងប្អូនយើងរកពាក្យថា follow and public country content ច្រឡំបាទយើងចុចលើវាបងប្អូនយើងអូសវាឡើងមកលើមកហើយយើងឃើញនេះ country restriction យើងចុចកន្លែងបញ្យូនេះបងប្អូនយើងចុចវាមកបន្តមកនេះបងប្អូនចូលអាទី2ពាក្យថា country នេះបងប្អូនយើងយកលើវាមកហើយចំពោះប្រទេសយើងបិទបានច្រើនបងប្អូនចង់បិទបានប្រទេសក៏បានដែរយើងចុចកន្លែង search ហ្នឹងមកបងប្អូនយើងចុចកន្លែង search ហ្នឹងមកបងប្អូនថាចង់បិទប្រទេសថៃបងប្អូនវាយ Thailand មកបាទវាយឲ្យបងប្អូនចុចទៅលើ Thailand ហ្នឹងមកហើយបងប្អូនចង់បិទប្រទេសណាទៀតបងប្អូនចុចទៀតបងប្អូនបិទបាន2 3ប្រទេសបងប្អូនយើងចុចកន្លែង search មកយើងចុច search ទៀតបងប្អូនបិទប្រទេសណាយើងចង់បិទប្រទេសយើងចង់បិទប្រទេសកូរ៉េយើងវាយពាក្យកូរ៉េទៀតមកបាទនេះយើងវាយចេញចឹងហើយយើងវាយពាក្យកូរ៉េចេញមកវាចេញហើយយើងចុចមកឥឡូវយើងចង់បិទប្រទេសណាទៀតយើងចុចយើងវាយឈ្មោះប្រទេសហ្នឹងមកយើងចុចមកវាមកទៀតបងប្អូននេះយើងចុចមកបានទៀតឃើញទេហើយដល់ពេលបងប្អូនចង់មកដោះវិញបងប្អូនចូលកន្លែងហ្នឹងដូចគ្នាវិញទៅហើយបងប្អូនគ្រាន់តែចុចសញ្ញាខ្វែងវិញចុចខ្វែងវិញមកបាទចុចខ្វែងមកបងប្អូនថាចង់បិទទៅមកប្រទេសទេបងប្អូនចុចខ្វែងហើយបងប្អូនថយក្រោយមកចឹងវាជាប់ប្រទេសហ្នឹងហើយឃើញទេបងប្អូនជាប់ហើយហើយបងប្អូនចង់លុបធ្វើដូចខ្ញុំវិញចូលកន្លែងហ្នឹងវិញមកយើងចូលទៅលុបវិញមកយើងចុចសញ្ញាកន្លែងខ្វែងនេះវិញទៅចឹងយើងដោះប្រទេសវិញហើយនេះចឹងលេងមានប្រទេសដែលជាប់បងប្អូនឃើញទេបើមានប្រទេសឡើងជាប់កន្លែងហ្នឹងវាចេញប្រទេសដែលយើងត្រូវបិទហ្នឹងតែម្ដងហើយសម្រាប់វីដេអូចែកម្លែករបស់ខ្ញុំក៏មានតែប៉ុណ្្នឹងឯងអរគុណសម្រាប់តាមដានវីដេអូរហូតដល់ចប់ជួបគ្នាវីដេអូក្រោយ